ការដែលយើងយកដៃប៉ាស់ស្មាគេម្នាក់អោបចង្កេះណាគេម្នាក់ហើយធ្វើម្នាក់ទៀតអត់មានអារម្មណ៍ថាមានផាសុខភាពណាអានឹងយើងហៅថាការបៀតបៀនផ្លូវភេទដល់គ្នាឬក៏ភាសាអង់គ្លេសហៅថា sexual harassment ពីមុននៅពេលដែលខ្ញុំនឹកឃើញដល់ពាក្យហ្នឹងខ្ញុំសម័យដល់ការលូកលាន់ឬក៏ការស្ទាបម៉ែលអីចឹងណាតែធៀបពិតអត់ទេបងប្អូនគ្រាន់តែការប្រើប្រាស់ចៅភ្នែកឬក៏ការប្រើប្រាស់ពាក្យសម្ដីសកម្មភាពតូចៗណាមួយដូចដែលខ្ញុំនិយាយពីខាងដើមអញ្ចឹងក៏រាប់បញ្ចូលនៅក្នុងការបៀតបៀនផ្លូវភេទដែរខ្ញុំឧទាហរណ៍ថាអ្នកឡើងធ្វើការខ្ញុំគាត់ចូលចិត្តនិយាយមកខ្ញុំគាត់មកអោបចង្កេះខ្ញុំហើយគាត់ជាស្រីទេហើយខ្ញុំតែងតែប្រាប់គាត់មកខ្ញុំប្រាប់ថងមកថាអូនអត់ត្រូវទៅអញ្ចឹងទេអាហ្នឹងវាចូលដល់ការបៀតបៀនផ្លូវភេទដែរព្រោះអីពេលគាត់អោបខ្ញុំម្ដងខ្ញុំអត់មានអារម្មណ៍ថាខ្ញុំសនុកសុកស្រួលទេខ្ញុំពិបាកខ្ញុំរបៀបដូចមិនដឹងយើងអត់ចូលចិត្តឲ្យអ្នកណាមកធ្វើអីអញ្ចឹងណាយើងណាអញ្ចឹងនៅពេលដែលប្រហែលជាគាត់គិតថាហ្នឹងជារឿងធម្មតាតែមកពីគាត់អត់ដឹងផងប៉ុន្តែដល់ពេលខ្ញុំយល់អស់ខ្ញុំប្រាប់គាត់ថងមកខ្ញុំក៏អតីតអ្នកលេងស្និទ្ធមួយអ្នកណាក៏ដោយខ្ញុំអត់ស្គាល់ពីភេទទេនៅពេលដែលខ្ញុំស្គាល់គេស្និទ្ធចឹងទៅខ្ញុំចូលចិត្តនិយាយប៉ះដៃប៉ះជើងឬក៏គៀកស្មាឬក៏អីចឹងទៅប៉ុន្តែដល់ពេលខ្ញុំរៀនហ្នឹងទៅទៅកម្មភាពតូចមួយក៏រាប់បញ្ចូលដែរអញ្ចឹងនិយាយសាមញ្ញខ្លីអញ្ចឹងនៅពេលដែលយើងធ្វើអីមួយដែលធ្វើឲ្យម្នាក់ទៀតគាត់អត់មានអារម្មណ៍ថាមានផាសុកភាពអានឹងគេហៅថាការបៀតបៀនផ្លូវភេទទៅដល់គ្នាឬក៏ភាសាអង់គ្លេសហៅថា sexual harassment នឹងឯងអញ្ចឹងម្ដងទៀតកុំលេងអីស្និទ្ធមួយគេឲ្យល្មមណាប៉ុន្តែចេះខ្ញុំគិតថាចេះបើសិនជាយើងធ្វើអញ្ចឹងទៅគេសប្បាយចិត្តហើយជាយើងបានបនទៅដឹងណោះ Talo. Sorry.